I also strongly believe លោក that ប្រ the ធានាធិ Gaza បតី Donald Trump លើកឡើងពីគោលបំណងចង់កាន់កាប់តំបន់ Gaza លោកប្រធានាធិបតី Donald Trump បានបង្កនូវភាពភ្ញាក់ផ្អើលមួយដល់ពិភពលោកដោយលោកបានលើកឡើងថាសហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ Gaza ព្រមទាំងបំលាស់ទីប្រជាជនចេញពីតំបន់នេះផងដែរប៉ុន្តែបន្ទាប់មកសេតវិមានបានធ្វើការបញ្យល់ថាការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនអាចនឹងត្រូវធ្វើឡើងក្នុងពេលបណ្ដោះអាសន្នប៉ុណ្ណោះគណៈរដ្ឋលេខាធិការអាមេរិកលោក Marco Rubio បានបញ្យល់ថាការផ្លាស់ទីលំនៅនេះគឺគ្រាន់តែជាការរៀបចំបណ្ដោះអាសន្នទោះបីជាយ៉ាងនេះក្តីការលើកឡើងរបស់លោកប្រធានាធិបតី Donald Trump បានបន្តទទួលរងនូវការរិះគន់និងការថ្កោលទោសពីបណ្ដាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាប្រទេសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកព្រមទាំងអង្គការសហជីវជាតិផងដែរលើសពីនេះទៅទៀតអ្នកវិភាគមួយចំនួនបានបង្ហាញពីការព្រួយបារម្ភថាការលើកឡើងរបស់លោកប្រធានាធិបតី Donald Trump អាចបង្កឲ្យមានអស្ថិរភាពដល់បទឈប់បាញ់រវាងក្រុមប្រដាប់អាវុធហាម៉ាស់និងប្រទេសអ៊ីស្រាអែលយ៉ាងណាមិញប្រធានាធិបតីអ៊ីស្រាអែលលោក Benjamin Netanyahu បានលើកឡើងថាគំនិតរបស់លោក Donald Trump គួរត្រូវបានយកចិត្តទុកដាក់គូបញ្ជាក់ថាអង្គការសហប្រជាជាតិបានប៉ាន់ស្មានថាប្រមាណ 2/3 នៃសំណង់អគារនៅក្នុងតំបន់ Gaza ត្រូវបានរំភ្លេចបំផ្លាញឬខូចខាតបន្ទាប់ពីមានការប្រយុទ្ធគ្នារវាងប្រទេសអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធហាម៉ាស់នៅក្នុងតំបន់នេះអស់រយៈពេល15ខែកន្លងមក